ធ្លាប់តែនៅក្នុងផ្ទះហាស្រែកឮបែកផ្ទះថ្ងៃនឹងស្ងាត់ផ្ទះហើយឆឹងដោយសារតែកញ្ញាសេលីណាឈឺបងប្អូនហើយអូយឃ្លានវាចង្អល់ណាហេតែបើចង្អល់គេញ៉ាំផងណាអូនធ្លាក់ទៅក្នុងបាឡូហើយណែឃើញនៅអូនមួយថ្ងៃទៅស្គមមកលេងអូមកមានទៅអូយមើលមានឲ្យមិនសក់អូយលែឡាអូយគីហើយញ៉ាំមើលនំផាត់មើលសក់បាត់នំផាត់មកអីគេឆ្លើយម៉េះliên đạt mama mui liên đạt luôn liên đạt mama mui bye bye mui mở bye bye hử chỗ đi Lina chứ bây mà lại lấy chư hai chân hiện ngặt hiểm tình nhận đó ô mơ với ca nào lâu ô lọc sai ơi hay đây ăn chim po khôi từ hai nó ôn phim là lỡ khôi từ hai mình tên món á tại che cái che đai ôi sao cái che đai lỡ hai Selina cứ chập đam step khăng mình tên bông ôn khơi một cái gì tôi cua ơi là khăng món á đại khơi tên lộc ơi thọp từ khơi sẽ bên te hột vay kia bên te đó lỡ miên từ ôn phim te đành coi lên hai đợt xa từ Selina khơi step khăng mình tên chân hao nhưng mà anh mơ côn chư ban te còn nom côn từ pè trong gì thả tam plei từ pè nó ôn phim có rô rương hả che che có chập đam sừng ngõ tới miên ấy bà chật chiêng ở pe côn chư tề hay ổn phiên ở chư tề một tay rô rương na hả lỡ còn pu các ba khôi trời các ba khôi lơ lô miên pì bong ôn mơ lại ní ô khôi tận một Selina hao rồi bị ăn đặt câu lòng tệ món á môn là ngày tệ nó á ban tâm phần đặt hao bong ôn chăm một ca Selina lang cái tủ có nom khi tơ pet hao cái tha ai能 sắt khăm ឬក៏ឡាស៊ីអីចឹងណាប៉ុន្តែឥឡូវចាប់ដើមអន់ណាកតួហ្នឹងហើយក៏ចាប់ដើមក្តៅខ្លួនហើយឡើងស្ទែហ្មងនិយាយទៅចាប់ដើមក្តៅខ្លួនរីអីចឹងយកទៅពេទ្យមួយទៀតក៏ពេទ្យគាត់ថាអូយអាឡាស៊ីច្រើនជាងចឹងណានិយាយទៅមិនសូវបានថតវីដេអូទេដោយសារតែកូនឈឺបារម្ភកូនដែរថ្ងៃនឹងថតបានហ្មងគឺយកមកដាក់ប៉ុណ្ណឹងគាត់តែចង់ប្រាប់ថា Selina គឺប្រហែលជាអាឡាស៊ីព្រោះដោយសារយើងតាមដានមើលហើយពេទ្យក៏មើលចឹងណាមើលពី3កន្លែងដែរសង្ឃឹមថាគ្នារៀងធូរចឹងណាព្រោះការមុនណាពេលនៅអាល្លឺម៉ង់ពេលកូនឈឺម្ដងគឺគាត់តែយំនិយាយទៅហោះរឿងអីចឹងណាហើយយើងត្រូវតាមចិត្តកូនហើយមកដល់ខ្មែរនឹងដូចគ្នាអញ្ចឹងគឺមួយថ្ងៃគាត់ទៅហោះរឿងយំព្រោះតែសារគ្នាអត់ស្រួលខ្លួនណោះដឹងស្រាប់ហើយក្មេងហើយគ្រាន់តែឃើញពេទ្យក៏ខ្លាចដែរតែមកដល់កន្លែងនេះព្រមឲ្យពេទ្យពិនិត្យកម្ដៅពិនិត្យពោះអីចឹងតែកន្លែងនេះខ្ញុំបានថតតែគ្រាន់តែឃើញមុខពេទ្យយើងមិនតាន់ទាំងដាក់ពេទ្យមិនតាន់ទាំងនិយាយជាមួយផងគឺថាស្រែកយំពេញហ្នឹងមកហើយពិនិត្យហើយពេទ្យឲ្យថ្នាំអីក៏យកទៅផ្ទះវិញនិយាយទៅរៀងអត់តន់មានកម្លាំងនិយាយទៅដាក់អីក្អួតទៅដាក់អីអត់បានហ្មងសូម្បីតែផឹកទឹកក៏ក្អួតដែរអញ្ចឹងទៅអស់ខ្សោះជាតិទឹកហើយក៏នាំគ្នាយកមកផ្ទះវិញអញ្ចឹងណាគឺគ្រាន់តែតាមផ្លូវមកផ្ទះនេះសុកចិត្តដេកនៅក្រោមកន្លែងហ្នឹងត្មងគ្នាហត់អស់កម្លាំងពេកយកឲ្យដាស់ក៏អត់ឡើងហើយអត់ចង់អង្គុយមួយយើងទីក៏ទៅហៅរឿងស្ទែកឲ្យយើងអញ្ចឹងទៅយើងដាក់ទៅក្រោមជើងនឹងបដៅដាក់នៅក្រោមជើងអញ្ចឹងទៅគេដេកលក់នៅក្នុងនឹងបដៅឃើញបងប្អូនគួរអាណិតសាហាវហ្មងហើយក៏3យកមកដាក់ក្នុងផ្ទះនិយាយទៅ3សូម្បីតែ3ក៏ដេកតដែររដងតែហ៊ានតែលើក3គឺងើបហើយចង្រៃអីយប់ហ្នឹងនៅម្ដុំទូគោកដាច់ភ្លើងនៅម៉ោង1បងប្អូនណាមានអីទៀតទូរស័ព្ទក៏អស់ថ្មមានណានាំកូនដេកក្នុងឡាននេះតែដេកតែ2-3ម៉ោងឯងហើយក៏គ្មានបានធ្វើវីដេអូអីទៀតសង្ឃឹមថាស្អែកSelinaជាចោះ